ក្នុង table ឬក្នុងតារាងនេះឲ្យមិនឲ្យវារត់ញ៉ៃដោយរូបភាពនេះខ្ញុំទាញចូលជាងវារត់លោតពេញអញ្ចឹងបើខ្ញុំចង់ដាក់មួយទៀតគឺខ្ញុំត្រូវក្នុងកលរូបភាពនេះត្រូវទាញអញ្ចឹងវាស៊ីពេលចំណាយពេលច្រើនអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយដើម្បីកំណត់វាកុំឲ្យវារត់អញ្ចឹងយើងអាចដាក់ table នេះ click mouse ស្ដាំទៅយើងមើលពាក្យ table property នេះយើងមិនបាច់ចាំមើលអីច្រើនយើងមើលកន្លែង option នេះគឺយើងយកដោះចេញយើង click OK បន្តមកទៀតអ្នកនរគ្នាអាចចាប់ផ្ដើមទាញរូបភាពនេះមកដាក់មើលទៅនៅពេលដែលយើងដាក់មកគឺវាឃើញស្អាតឃើញទេប៉ុន្តែយើងមើលនៅផ្នែកខាងនេះហើយនឹងផ្នែកខាងស្ដាំនិងខាងឆ្វេងវាអត់ទាន់ត្រូវតាមអ្វីដែលយើងចង់បានទេខ្ញុំគឺចង់បានឲ្យវាកប់គ្នាយើងអត់ឲ្យមានចន្លោះទេអញ្ចឹងអាចចូលមកកន្លែង merging content ជាងមើលពាក្យខាងឆ្វេងយើងទម្លាក់វាឲ្យមក0ខាងស្ដាំយើងទម្លាក់វាឲ្យមក0នេះទៅហើយខ្ញុំអាចលុបវាចេញសិនខ្ញុំឧទាហរណ៍ខ្ញុំចាប់ចូលម្ដងទៀតអូខេឃើញអញ្ចឹងនៅពេលដែលយើងចាប់វាចូលម្ដងទៀតគឺទំហំរូបភាពនឹងគឺស្មើជាមួយនឹង table ខ្ញុំចាប់រូបភាពបញ្ចូលទៅខាងនេះទៀតអូខេហើយខ្ញុំចាប់រូបភាពបញ្ចូលទៀតគឺវាមានលក្ខណៈប៉ុនគ្នាអូខេនេះជារូបភាពដែលយើងបានដាក់បញ្ចូលហើយយើងមើលទៅវាប៉ុនគ្នាល្អអញ្ចឹងវាអត់មានរូបភាពមួយណាធំជាងមួយណាធំតូចជាងមួយណាទេ